បាទការប្រពៃទិវាមច្ឆជាតិមួយកក្កដាក្នុងឆ្នាំ2025នេះគឺធ្វើនៅក្នុងភូមិថ្នល់តាក់សិនឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវបាទក្នុងពិធីប្រពៃទិវាមច្ឆជាតិឆ្នាំនេះគឺមានប្រជាពលរដ្ឋនឹងសរុបទាំងអស់ 5000 នាក់បាទហើយមកពីស្រុកបាទីស្រុកសំរោងនិងស្រុកព្រៃកបាសបាទនេះជាលើកទី20ហើយបាទលើកទី20ហើយគឺឆ្នាំទៅឆ្នាំ2024ហ្នឹងគឺយើងធ្វើនៅបឹងធំខេត្តកំពង់ចាមបាទខ្ញុំសូមជម្រាបផងដែរគឺពាក់ព័ន្ធនឹងពាក្យថាមច្ឆជាតិនឹងនិយាយរួមទៅសត្វនៅក្នុងទឹកបាទមានត្រីមានក្តាមមានអណ្ដើកមានបកាមានខ្យងមានខ្ចៅនិយាយទៅគឺថាទាំងទឹកសាបនិងសមុទ្រចង់និយាយហ្នឹងណាបាទគោលបំណងនៃការរៀបចំទិវាមច្ឆជាតិក៏ដូចជាការប្រឡែងចូលនៅក្នុងបឹងធម្មជាតិនេះដើម្បីឲ្យពូជមច្ឆជាតិនឹងសាយភាយទៅកន្លែងផ្សេងទៀតឧទាហរណ៍ដូចថានៅក្នុងបឹងទន្លេបាទីនេះគឺថាបឹងនេះមានទំហំរហូតដល់366ហិកតាហើយក្នុងនោះក៏មានទ្វារទឹកច្រើនដែរអញ្ចឹងដល់ពេលយើងលេងទៅគឺពូជមច្ឆជាតិដែលយើងលេងនេះអាចសាយភាយនៅពេលដែលទឹកហៀរទឹកចាល់គាត់អាចហូរទៅកន្លែងផ្សេងទៀតគឺថាពាក់ព័ន្ធនឹងជុំវិញនៅតំបន់បឹងទន្លេបាទីនេះបាទហើយក្រោយពីមច្ឆជាតិជាយើងលេងទៅត្រីដែលយើងលេងទៅនេះគឺជារៀងរាល់ឆ្នាំនៅតំបន់ណាដែលយើងបានយកទៅប្រឡែងគឺត្រីនៅទីនោះតែងតែកើនបាទហើយប្រជាពលរដ្ឋនោះលោកសប្បាយចិត្តបាទអស់បានលេងនោះគាត់លោកសប្បាយចិត្តណាស់ក្រោយពេលលេងគាត់អូត្រីសម្បូរណាស់ពេលណាបានមកលេងជូនគាត់ទៀតបាទឲ្យគាត់ទៀតចឹងណាបាទហើយក្នុងនោះក៏ដើម្បីបំផុសដែរឲ្យប្រជាពលរដ្ឋចូលរួមស្រឡាញ់និងថែរក្សាធនធានជលផលរបស់យើងដ៏ល្អប្រសើរនេះបាទពាក់ព័ន្ធនឹងមច្ឆជាតិនេះគឺនិយាយជារួមទៅគឺអ្វីដែលយើងបានប្រឡែងនៅក្នុងឆ្នាំនេះហើយនឹងឆ្នាំកន្លងទៅគឺប្រហែលគ្នាទេនិយាយជារួមទៅគឺយើងធ្វើជាមធ្យមក្នុងមួយឆ្នាំហ្នឹងយើងធ្វើបិទថាទីនេះយើងធ្វើជាប្រពៃពិធីនៅថ្នាក់ជាតិបាទអញ្ចឹងនៅតាមខេត្តផ្សេងក៏លោកប្រពៃតាមជាក់ស្ដែងតាមឋានភាពដែលអាចគាត់យកថ្ងៃទី1កក្កដាដូចគ្នាឬក៏មុនបន្តិចឬក៏ក្រោយបន្តិចបាទហើយជារួមហ្នឹងគឺជារៀងរាល់ឆ្នាំហ្នឹងរដ្ឋបាលជលផលតែងតែលែងនៅមច្ឆជាតិហ្នឹងគឺសរុបទាំងអស់ហ្នឹងមាន5លានក្បាលបាទហើយលែងទីនេះគ្រោងនឹងលែង1លានកន្លះបាទហើយក្នុងនេះគឺមានត្រីមានអណ្ដើកមានកែបមានទុងបាទអញ្ចឹងនិយាយរួមទៅឲ្យអ្វីដែលយើងថាយល់ថាមានសារៈសំខាន់ហើយសមស្របនឹងភូមិសាស្ត្រនៅទីនេះយើងយកមកដាក់បាទយកមកលេងបាទយើងប្រៀបធៀបពីឆ្នាំ2023មកឆ្នាំ2024នេះយើងនិយាយជារួមណាគឺកើនឡើង7%ហើយឆ្នាំនេះខ្ញុំគិតថាអាចមានការកើនឡើងថែមទៀតដោយសារការគ្រប់គ្រងដោយការទប់ស្កាត់នៅបទល្មើសពិសេសនៅក្នុងរដូវបិទនេសាទនេះគឺយើងទប់ស្កាត់បានល្អណាដូចខ្ញុំបាននិយាយអញ្ចឹងគឺមានដល់កម្លាំងទ័ពកម្លាំងប្រដាប់អាវុធយើងនឹងជួយចូលរួមអញ្ចឹងសង្ឃឹមថាដូចខ្ញុំបានជំរាបអញ្ចឹងគឺថាទាំងប្រជាពលរដ្ឋក៏ដូចជាមហាជនលោកសប្បាយចិត្តមែនទែនហើយក្នុងនោះខ្ញុំសូមជំរាបដែរគឺពាក់ព័ន្ធនឹងការបក្រាបបទល្មើសជលផលនិយាយទៅមិនមែនធ្វើតែរដ្ឋបាលជលផលឬក្រសួងកសិកម្មតែឯងទេក្នុងនោះក៏មានមហាជនហើយប្រើពាក្យមហាជននោះហេតុអីគឺថាគ្រប់មជ្ឈដ្ឋានទាំងអស់លោកចូលរួមហើយក្នុងនោះពិសេសមួយទៀតនោះគឺមានក្រុមស្ទូចត្រីក្រុមបបត្រីគាត់និយាយរួមទៅគាត់ដើរពេញប្រទេសហើយតែគាត់ទៅដល់កន្លែងណាក៏ទៅស្ទូចត្រីកន្លែងណាទៅបបត្រីកន្លែងណាក៏តែគាត់ឃើញមានបទល្មើសគឺយើងបង្កើតជាក្រុម Telegram មួយបាទគាត់នឹងជួនដំណឹងនៅក្នុងក្រុមនឹងក្រុមហ្នឹងហើយក្រុមនេះគឺឯកឧត្តមរដ្ឋមន្ត្រីដេទីណាគឺលោកអ្នកបង្កើតតែម្ដងអញ្ចឹងទេប្រសិទ្ធភាពខ្លាំងមែនទែនបាទនៅកលៀតកន្លោះណាក៏ដោយឲ្យតែគាត់ទៅឃើញក៏ប្រាប់មន្ត្រីយើងក៏ដូចជាអាជ្ញាធរនៅក្បែរហ្នឹងនឹងចុះទៅទប់ស្កាត់នឹងមកក្រាបនឹងទៅមានវិធានការបាទពាក់ព័ន្ធនឹងការគ្រប់គ្រងក៏ដូចជាការថែរក្សាការពារធនធានជលផលនេះគឺមានតែមួយទេគឺសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋពិសេសអ្នកនេសាទហ្នឹងកុំប្រើឧបករណ៍ខុសច្បាប់បាទកុំកាប់ព្រៃលិចទឹកបាទហើយជួយការពារកន្លែងអភិរក្សទាំងអស់គ្នាចង់និយាយណាបាទមិនមែនថាគាត់មិនមែនអ្នកនេសាទផងហើយគាត់ជួយការពារបាននិយាយរួមទៅទោះគាត់ជាអ្នកទេសចរក៏ដោយឲ្យតែគាត់ទៅឃើញអានេះជាការប្រើឧបករណ៍ឆក់ឧបករណ៍ខុសច្បាប់ហើយជួយផ្ដល់ព័ត៌មានមកជំនាញក៏ដូចជាអាជ្ញាធរនៅក្បែរនោះទៅយើងនឹងចុះមានវិធានការហើយនឹងចុះអប់រំណែនាំបាទហើយខ្ញុំសូមជម្រាបផងដែរគឺរដ្ឋបាលជលផលក៏ដូចជាក្រសួងកសិកម្មគឺតែងតែអាជ្ញាធរមូលដ្ឋានតែងតែអប់រំផ្សព្វផ្សាយទោះជាថាគាត់បានជ្រាបក៏ដោយមិនជ្រាបក៏ដោយយើងថាតែងតែធ្វើជាបន្តបន្ទាប់ហើយពាក់ព័ន្ធនឹងការធ្វើនេសាទដោយខុសច្បាប់នេះគឺនិយាយជារួមទៅគឺក្នុងនាមជំនាញ
គឺមិនចង់ទេយកទៅអូនដំណើរអ្នកនេសាទទេបាទគឺថាថ្មិចសូមឲ្យបងប្អូនអ្នកនេសាទហ្នឹងគឺធ្វើនេសាទតែស្របច្បាប់បានហើយលើកលែងតែករណីថាមិនរៀងចាលឬប្រើឧបករណ៍ដែលធ្ងន់ខុសច្បាប់ធ្ងន់ធ្ងរដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរគឺនឹងត្រូវអនុវត្តច្បាប់ហើយអញ្ចឹងគេសូមសំណូមពរដល់បងប្អូនជានេសាទយើងគឺប្រើឧបករណ៍តែត្រឹមត្រូវតាមច្បាប់អនុញ្ញាតទៅហើយត្រីឆ្នាំនេះសង្ឃឹមថាសម្បូរហើយអញ្ចឹងថ្ងៃក្រោយទៅយើងលែងពិបាកហើយបាទអញ្ចឹងទាំងកាឡាទាំងទំហំអីហ្នឹងគឺយើងធ្វើអ្វីដែលថាច្បាប់អនុញ្ញាតទៅគឺថាធនធានជលផលរបស់យើងវាត្រីរបស់យើងនឹងកើនឡើងហើយអញ្ចឹងសូមចូលរួមទាំងអស់គ្នាសូមចូលរួមការពារធនធានជលផលដ៏មានសារៈសំខាន់សម្រាប់យើងអស់គ្នានេះនិយាយទៅប្រជាពលរដ្ឋខ្មែរយើងគឺប្រហុកផ្អកនេះគឺចោលបានទេបាទអញ្ចឹងគឺចាំបាច់ត្រូវការពីត្រីយើងនេះឯងបាទអរគុណបាទ